អូខេចង់ថ្ងៃហ្នឹងសូមណែនាំបងប្អូនឲ្យស្គាល់ជុំគ្រា Exclusive Camp យើងជុំគ្រា Exclusive Camp មកដល់ភ្លាមនេះមានប្រមាណគ្រឿងនេះគេស្វាគមន៍ហើយអត់ខ្លាចមនុស្សទេអត់ខ្លាចយើងទេគេស្គាល់ហើយអ្នកហ្នឹងមានឈ្មោះទៀតណាឈ្មោះរបស់គេតាមត្រូវហើយគេឡើងខ្លាចមនុស្សហើយហ្នឹងហើយអញ្ចឹងពេលចូលមកដល់ជុំគ្រា Exclusive Camp មកដល់ Camp យើងមានចក្រានបាយអញ្ចឹងចក្រានបាយហ្នឹងបងប្អូនណាមកគ្នាច្រើនគាត់អាចធ្វើម្ហូបធ្វើអីហូបខ្លួនឯងរៀបចំហូបខ្លួនឯងនៅនេះទៅក្នុងករណីគាត់ចង់ធ្វើជុំគ្នាទៅសុបាយហ្នឹងហើយសុបាយហើយញាក់ធ្វើនៅជុំគ្នានៅនេះធ្វើម្ហូបជុំគ្នានៅនេះនៅជាប់មាត់ទឹកអានោះទឹកតាមទីចិត្តសម្អាតឃើញហើយនៅនេះយើងមាន space សម្រាប់ញ៉ាំនៅខាងនេះមានតុរៀបចំសម្រាប់ញ៉ាំហើយជាប់នឹងទឹកជ្រោះហូរកាត់មកពីលើភ្នំប៉ុន្តែឥឡូវហ្នឹងគឺទឹកអត់ស្អាតទេទឹករៀងល្អក់ដោយសារតែទើបតែភ្លៀងអញ្ចឹងនៅតំបន់ភ្នំពេលដែលទើបតែភ្លៀងហ្នឹងគឺទឹកអត់ថ្លាទេតតែ3ថ្ងៃអីនោះបានថ្លាដល់ថាពីដំបងដោយសារមួយទៀតគេធ្វើផ្លូវនៅលើភ្នំផងដល់ពេលអញ្ចឹងទៅទឹកហ្នឹងវាល្អក់ពេលដែលភ្លៀងមកអញ្ចឹងពេលធ្វើម្ហូបឲ្យអាចញ៉ាំនៅជុំញ៉ាំនៅនេះបានអញ្ចឹងទាំងថ្ងៃទាំងយប់អាចញ៉ាំនៅនេះបានព្រោះមានភ្លើងដាក់សូឡាដាក់អីហើយអញ្ចឹងភ្លឺពេលយប់ឡើងក៏ភ្លឺដែរហើយសម្រាប់ក្មេងៗកូនបងប្អូននេះមានកន្លែងលេងមានខ្សាច់មានអី playground ឲ្យគាត់លេងហ្នឹងទៅមានតងមានអីហ្នឹងទៅហើយនេះជាទូទៅកន្លែងនេះកន្លែងលេងទឹកក៏ប៉ុន្តែឥឡូវទឹកល្អមើលទៅអត់ឃើញគួរឲ្យលេងទេចាំមានទឹកខ្លាចាំថតឲ្យមើលបងប្អូនមើលភាសាទៀតអូខេអញ្ចឹងនេះ playground កន្លែងនេះគឺដូច community area អញ្ចឹងដូចកន្លែងយើងអង្គុយលេងជុំគ្នាដាក់តុលេងបៀលេងអីក្រៅចង់រឹងចង់អីគេអញ្ចឹងទៅហើយយើងមានរោងយើងមួយនេះតែយប់ឡើងយើងអាចបោះតង់នៅក្រោមហ្នឹងបានក្នុងករណីដែលយើងខ្លាចភ្លៀងទឹកអីបោះតង់នៅខាងក្រោមហ្នឹងទៅបាទហើយពេលទៅទឹកគឺលឺរហូតទឹកជ្រោះហូរមកហ្នឹងពេលខែភ្លៀងហ្នឹងទឹកហូរមកអញ្ចឹងតែគាត់ថ្ងៃនេះអត់ថ្លាទេគឺល្អក់ដោយសារតែភ្លៀងថ្មីហ្នឹងគឺទឹកនឹងល្អអញ្ចឹងបោះតង់បោះនៅនេះឥឡូវហ្នឹងយើងកំពុងតែធ្វើកន្លែងនេះកំពុងតែធ្វើកន្លែងងូតទឹកនៅខាងក្រៅអញ្ចឹងoutdoor shower នៅកន្លែងនេះប៉ុន្តែអត់ទាន់ទៅហើយទេចាំហើយចាំថតឲ្យមើលទៀតបាទអញ្ចឹងកន្លែងនេះយើងអាចបោះតង់បានប្រហែលជា10មកនៅក្នុង area នេះបោះតង់បានជា10ក្នុងករណីបងប្អូនខ្លាចហើយចង់នៅជុំគ្នាអត់ចង់ទៅនៅឆ្ងាយអញ្ចឹងយប់ឡើងនៅកន្លែងនេះគឺយើងអាចធ្វើ bonfire ដាក់កៅអីអង្គុយជុំគ្នាទៅញ៉ាំអីនៅហ្នឹងទៅលេងហ្គីតាលេងអីតាមចិត្តអូខេហើយនៅខាងនោះគឺយើងមានបន្ទប់ទឹកអញ្ចឹងបន្ទប់ទឹកពេលដែលដើរទៅបន្ទប់ទឹកហ្នឹងបើពេលថ្ងៃមើលទៅឃើញបៃតងស្អាតណាស់មានដើមឈើហូបផ្លែតែមិនទាន់មានអីហូបមានតែល្ហុងច្រើនជាងគេមានអានេះអាវ៉ូកាដូ3ឆ្នាំទៀតចាំហូបនេះហើយមានអានេះដូចកាកាវមានដើមអីខ្លះទេច្រើនណាស់ពេញហ្នឹងខាងនោះក្នុងសួនហ្នឹងសួនបន្លែមានតបែកមានអីចឹងទៅប៉ុន្តែមិនទាន់ផ្លែទេនេះបន្ទប់ទឹកអញ្ចឹងបន្ទប់ទឹកយើងមាន4បន្ទប់ទឹកយើងមានបានប្រគុណហ្នឹងមាន2បន្ទប់ទឹកមាន2ខាងស្រីនារីហ្នឹងមកជាហៀងទៅខាងបរោះមកជាហៀងទៅប៉ុន្តែដល់ពេលជាក់ស្ដែងពេលដែលយើងចូលព្រៃមានគិតបរោះគិតនារីអីទេតនេចូលហើយបាទអូខេនេះបន្ទប់ទឹកខាងប្រគុណខាងនេះខាងមួយទឹកអញ្ចឹងទឹកអត់មានបញ្ហាអីទេគឺទឹកយើងមានធុងចម្រោះរបស់យើងនៅខាងលើនោះមានធុងយើងបូមដាក់លើនោះហើយធុងចម្រោះធុងអីចឹងទឹកអាចប្រើប្រាស់បានអត់មានបញ្ហាអីទេបាទនេះគឺបន្ទប់ទឹកដូចបងប្អូនឃើញអញ្ចឹងតាមកន្លែងលាងដៃលុបមុខព្រលឹមឡើងក្រោកឡើងមកឃើញខ្លួនឯងស្អាតហ្មងជាមួយធម្មជាតិ
ហើយនៅខាងនេះដូចគ្នាខាងនេះខាងយើងថាខាងបរោះជាទូទៅខាងបរោះខាងឆ្វេងនារីខាងស្ដាំព្រោះនារីត្រូវរហូតចឹងមិនគេឲ្យនៅខាងស្ដាំអូខេអញ្ចឹងក្នុងករណីដែលយើងជាអ្នក adventure អាចមកបោះតង់នៅលើស្មៅនេះក្រោមដើមឈើកន្លែងណាក៏បានដែរក៏យើងមានកន្លែងឲ្យបោះទាំងអស់ឬក៏បើសិនជាក្នុងករណីដែលយើងចង់គេងនៅលើ platform ក៏យើងមានដែរនៅខាងលើនោះមាន platform សម្រាប់ឲ្យបងប្អូនដែលគាត់ចង់នៅដាច់តែឯងអីចឹងទៅណាអត់ចង់នៅមួយគេអាចមកបោះតង់នៅលើ platform យើងបាន platform អូខេ plat នៅលើ platform យើងអាចបោះតង់បាន3 4ជាទូទៅបោះតង់បាន3 4ប៉ុន្តែបោះប៉ុន្មានក៏បោះទៅឲ្យតែបោះកាត់ណាយើងមាន platform ធានាគុណភាពគឺអត់បាក់ទៅណាទេងួនអត់ទៅណាទេតេស្តហើយនេះ platform ពេលបោះតង់ទៅព្រឹកឡើងភ្ញាក់ឡើងយើងដាក់តុកាហ្វេនៅនេះមកព្រលឹមឡើងអាចអង្គុយមើលសัตว์ចាបព្រលឹមឡើងដែលមានចាបសបោហើយខាងនោះយើងកំពុងរៀបចំផ្ទះបាយសម្រាប់អ្នកដែលគាត់ចង់មកនៅមួយ area នេះទៅដាក់ដាច់តែឯងមានផ្ទះបាយធ្វើម្ហូបរៀងខ្លួនអញ្ចឹងទៅខាងនោះមាន platform មួយទៀតនៅខាងក្រោមនោះមានទឹកតែយើងកំពុងអភិវឌ្ឍតទៅទៀតវាអត់ទាន់ដល់ទេទៀតបានដល់អញ្ចឹងក្នុងករណីបងប្អូនចង់មកនៅស្និទ្ធស្នាលមួយធម្មជាតិពិតហ្នឹងគឺមកនៅនេះមកហើយនៅក្នុង platform ហ្នឹងមិនបាច់ភ័យទេព្រោះតាមពិតជាក់ស្ដែងយើងមានលបងបាំងព័ទ្ធជុំវិញតែគាត់ណាលបងហ្នឹងខ្មៅមើលទៅអត់ឃើញលបងហ្នឹងបាំងទៅព័ទ្ធជុំវិញហើយអញ្ចឹងមិនបាច់ភ័យខ្លាចមានសัตว์មានអីទេហ្នឹងហើយដូចជាបាទមានតែប៉ុណ្្នឹងហើយនៅខាងនេះក្នុងករណីដែលបងប្អូនចង់ adventure កាន់តែខ្លាំងទៀតមកបោះនៅលើកោះកញ្ញូងយើងមកនៅលើនេះកន្លែងពិសេសបោះយើងតែម្ដងគឺខ្ញុំឲ្យឈ្មោះថាកោះកញ្ញូងនេះកោះកញ្ញូងនៅលើនេះអញ្ចឹងយើងអាចឆ្លងទឹកទៅបោះតង់នៅលើកោះនឹងបាននៅហ្នឹងមានទឹកហូរព័ទ្ធជុំវិញទឹកហូរព័ទ្ធជុំវិញទឹកហូរមកអញ្ចឹងរហូតនេះគឺយើងធ្វើទំនប់ទប់ទឹកពេលខែភ្លៀងមកទឹកវាខ្លាំងវាបាក់ដីអញ្ចឹងនេះធ្វើអត់ទាន់ហើយផងឥឡូវភ្លៀងមកបាក់ជាមួយនឹងទំនប់ហ្នឹងទៅទៀតបាទអញ្ចឹងតាមពិតយើងមាននៅលើទៀតប៉ុន្តែដើរទៅលើទៀតតែទុកពេលក្រោយព្រោះកុំឲ្យនាទីវែងពេកអត់មានអ្នកណាមើលដែរអូខេអញ្ចឹងហើយមកកន្លែងទៀតដែលខ្ញុំណែនាំពិសេសហ្មងហ្នឹងគឺនេះជាទូទៅគឺខ្ញុំមកម្នាក់ឯងអីខ្ញុំ car camping អីគឺខ្ញុំមកម្ដុំនេះឯងនេះមានយើងចូលឡានមកដល់នៅខាងក្នុងនេះហើយយើងដាក់ car camping របស់យើងនៅនេះបានហើយយើងដាក់ station របស់យើងនៅនេះទៅនេះនៅនេះប៉ុន្តែយើងដាក់បែរមុខទៅទឹកជ្រោះពីព្រោះជាទូទៅពេលព្រឹកឡើងបើកភ្នែកមកយើងបើកតង់ខ្វាក់មកយើងឃើញទឹកហូរទឹកជ្រោះហូរចេះហ្នឹងហើយទឹកជ្រោះហូរប៉ុន្តែបាច់និយាយទេទឹកថ្ងៃនេះចប់តែហ្មងល្អបល់អូខេតែទឹកហ្នឹងតាមពិតថ្លាទេតែវាត្រូវការពេលវេលាប្រហែលជា2ថ្ងៃតែមុំតែវាច្រោះកកហ្នឹងអស់ទៅបានទឹកហ្នឹងចាប់ដើមថ្លាវិញថ្លាមើលដល់បាតអូខេបាទអញ្ចឹងនៅជុំការីexclusive camp យើងមានប៉ុណ្ណឹងបើមានចំណាប់អារម្មណ៍អីអាចតាក់ទងបានអាចមានបោះតង់ជាក្រុមលក្ខណៈឯកជនម្នាក់ពីរនាក់អីក៏យើងទទួលដែរអូខេអូមានលហុងទុំពេលដែលមកដល់ឃើញញ៉ាំទៅវាខ្លាចញ៉ាំអត់តន់គេទេតោះមកលឿនមិនញ៉ាំតន់